ការគេងបើកង្ហារមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយមនុស្សមួយចំនួនគិតនោះទេប៉ុន្តែវាអាចបង្កបញ្ហាសុខភាពមួយចំនួនប្រសិនបើអ្នកមិនប្រើប្រាស់វាត្រឹមត្រូវផលប៉ះពាល់ដែលអាចកើតឡើងកង្ហារផ្លុំខ្យល់ស្ងួតៗមកលើខ្លួនអ្នកពេញមួយយប់ដែលអាចធ្វើឲ្យស្បែកភ្នែកនិងកញ្ចឹងករបស់អ្នកស្ងួតប្រសិនបើអ្នកមានបញ្ហាស្បែកស្ងួតឬអាឡែហ្ស៊ីងាយនឹងរលាកបំពង់កការគេងបើកកង្ហារអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរកង្ហារអាចផ្លុំធូលីលំអងផ្កានិងសារធាតុអាឡែហ្ស៊ីផ្សេងៗដែលកកកុញក្នុងបន្ទប់ធ្វើឲ្យអ្នកស្រូបចូលក្នុងខ្លួនពេញមួយយប់នេះអាចបណ្ដាលឲ្យអ្នកមានអាការៈតឹងច្រមុះហៀសម្បោរនិងរលាកបំពង់កការគេងឲ្យខ្យល់កង្ហារផ្លុំចំខ្លួនត្រង់ៗជាពិសេសចំក្បាលឬកអាចធ្វើឲ្យសាច់ដុំឡើងរឹងឬឈឺចាប់នៅពេលព្រឹកឡើងវិធីប្រើប្រាស់កង្ហារប្រកបដោយសុវត្ថិភាពទោះបីជាមានផលប៉ះពាល់ខ្លះក៏ដោយក៏អ្នកអាចនៅតែរីករាយនឹងខ្យល់ត្រជាក់ពីកង្ហារបានដែរប្រសិនបើអ្នកអនុវត្តតាមគន្លឹះងាយៗមួយចំនួនកុំផ្លុំចំខ្លួនត្រង់ៗគួរដាក់កង្ហារឲ្យផ្លុំជាងឬដាក់នៅចុងជើងដើម្បីឲ្យខ្យល់បក់ទូទាំងបន្ទប់មិនមែនផ្លុំចំមុខឬខ្លួនអ្នកឡើយសម្អាតកង្ហារឲ្យបានទៀងទាត់ត្រូវសម្អាតធូលីដែលជាប់នឹងកង្ហារយ៉ាងតិចម្ដងក្នុងមួយសប្តាហ៍ដើម្បីកុំឲ្យវាផ្លុំធូលីមកលើខ្លួនអ្នកប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ប្រសិនបើអ្នកងាយនឹងអាឡែហ្ស៊ីសូមប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់ជាមួយកង្ហារដើម្បីជួយសម្អាតខ្យល់ប្រើប្រាស់ម៉ាស៊ីនសំណើមប្រសិនបើអ្នកមានបញ្ហាស្ងួតភ្នែកឬស្បែកខ្លាំងគួរប្រើប្រាស់ម៉ាស៊ីនបាញ់សំណើមដើម្បីបន្ថែមសំណើមនៅក្នុងបន្ទប់ដូច្នេះការគេងបើកកង្ហារមិនមែនជាបញ្ហាធំដុំនោះទេតែអ្នកត្រូវតែប្រើប្រាស់វាប្រកបដោយភាពឆ្លាតវៃការយល់ដឹងពីផលប៉ះពាល់និងការអនុវត្តតាមគន្លឹះត្រឹមត្រូវនឹងជួយឲ្យអ្នកគេងលក់ស្រួលនិងមានសុខភាពល្អ